សួស្តីទាំងអស់គ្នាដូចដែលអ្នកទាំងអស់គ្នាដឹងហើយថាថ្ងៃនេះគឺផ្ទុះព័ត៌មានមួយទាក់ទងទៅនឹងប្អូនស្រីម្នាក់បានសម្លាប់ខ្លួនដោយសារការលោតទឹកចង់ដឹងមូលហេតុថាហេតុអីបានជាគាត់ជ្រើសរើសការសម្លាប់ខ្លួនដោយការលោតទឹកហ្នឹងគឺមានព័ត៌មានជាច្រើនទាក់ទងទៅនឹងការបង្ហោះពីរឿងរ៉ាវនឹងដូចគ្នាដែរអ្នកទាំងអស់គ្នាដឹងហើយថានៅក្នុង account គណនី Facebook របស់គាត់មុននឹងគាត់ស្លាប់គឺគាត់បាន share ក៏ដូចជាចែករំលែកនៅវីដេអូក៏ដូចជារូបភាពដែលគាត់បានបង្ហោះនៅក្នុង account ផ្ទាល់ខ្លួនរបស់គាត់ផងដែរជាវីដេអូដែលគាត់បានផុសនៅក្នុងគណនី Facebook របស់គាត់យើងនឹងមិនបានជួបគ្នាទៀតទេវាជាស្នេហាដែលមិនអាចបំភ្លេចបានតែវាបានដល់ទីបញ្ចប់ហើយរឿងរ៉ាវច្រើនណាស់$2 អានេះពីកំប៉ុងអានេះ$2អូយនេះជាតួនាទីនេះដែរគឺគាត់ផុសនៅថ្ងៃអង្គារទី3 ខែមិថុនាវាជាស្នេហាដែលមិនអាចបំភ្លេចបានតែវាបានដល់ទីបញ្ចប់ហើយរឿងរ៉ាវច្រើនណាស់លបសាងរួមគ្នាអញ្ចឹងមុននឹងគាត់បានលោតទឹកសម្រាប់ខ្លួនគាត់ក៏បាន share នៅលើ account គណនី Facebook របស់គាត់ផងដែរគឺគាត់ថាចង់លោតទឹកគាត់ក៏បានសរសេរ caption ថាម៉ាក់ប៉ាកូនសុំទោសផងដែរដែលខ្ញុំធ្វើបែបនេះបន្ទាប់ពីគាត់share នៅក្នុង Facebook របស់គាត់ហើយក៏មានអ្នកដែលគាត់ចូលទៅ comment ក៏ដូចជាសួរនាំពីបញ្ហាហ្នឹងដែរយើងនឹងមិនបានជួបគ្នាទៀតទេវាជាស្នេហាដែលមិនអាចបំភ្លេចបានតែវាបានដល់ទីបញ្ចប់ហើយរឿងរ៉ាវច្រើនណាស់លបសាងរួមគ្នា$2អានេះពីកំប៉ុងអានេះ$2អូយនៅក្នុងវីដេអូហ្នឹងវាជា key message មួយក៏ដូចជាសារដាស់តឿនមួយសម្រាប់បងស្រីៗក៏ដូចជាស្ត្រីទាំងអស់គ្នាជៀសវាងនៅការដែលយើងគិតខ្លីហើយធ្វើបាបខ្លួនឯងបែបហ្នឹងដោយយើងបាត់បង់នៅទី1កិត្តិយសរបស់ខ្លួនឯងហើយទី2តាក់ទងទៅនឹងគ្រួសាររបស់យើងអញ្ចឹងយើងគួរតែគិតគូរក៏ដូចជាធ្វើអ្វីមួយដែលយើងអាចមើលទៅគិតគូរបានវែងឆ្ងាយជាងនឹងជាងដែលយើងយកជីវិតឬក៏យកការស្លាប់របស់យើងនឹងជាដំណោះស្រាយនេះមិនទៅទៅលើអ្នកដែលគាត់ស្លាប់ទេតែគាត់តែជាសារដាស់តឿនមួយក៏ដូចជាការលើកទឹកចិត្តមួយឲ្យអ្នកទាំងអស់គ្នានៅពេលដែលយើងមានបញ្ហាយើងរឹងមាំនៅថ្ងៃមុខមិនបានជួយខ្ញុំក៏ពិតជាចូលរួមកាន់ទុកក៏ដូចជាសោកស្ដាយចំពោះការបាត់បង់នៅការចំពោះការបាត់បង់ក៏ដូចជាការស្លាប់របស់គាត់ផងដែរ